សមាគមកសិកម្មកសិករអភិវឌ្ឍថ្មីស្ថិតនៅឃុំស្វាយភ្លោះអាចផលិតបន្លែបាន2000ទៅ3000គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារបើតាមការឲ្យដឹងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថាសមាគមកសិកម្មកសិករអភិវឌ្ឍថ្មីដែលស្ថិតនៅឃុំស្វាយភ្លោះស្រុកពីមជរខេត្តព្រៃវែងដែលបានបង្កើតនៅថ្ងៃទី25ខែមីនាឆ្នាំ2019សហគមន៍មានសមាជិកសរុប158នាក់មានផ្ទៃដីផលិតបន្លែចំនួន15ហិកតាដែលអាចផលិតបន្លែបាន2000ទៅ3000គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់ទៅទីផ្សាររួមមានត្រប់ស្រួយននងជ្រុងពៃក្រញាញ់ពៃចង្កឹះពៃខ្មៅត្រសក់ននងមូលពេញប៉ោះសណ្ដែកគួរត្រឡាចពៅលក់ទៅឲ្យឈ្មួញទៅភ្នំពេញនិងឈ្មួញទៅផ្សារអ្នកលឿងទូទាត់នៅកន្លែងខ្លះលក់ទៅក្រុមហ៊ុនខ្លះនៅក្នុងឱកាសនៃសហគមន៍អភិវឌ្ឍថ្មីបានអភិវឌ្ឍខ្លួននៅក្នុងឃុំស្វាយភ្លោះស្រុកពីមជរលោកជំទាវជុនបូរ៉ានីភរិយាឯកឧត្តមអភិបាលខេត្តព្រៃវែងរួមដំណើរដោយលោកអុកសំណាងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងនិងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងពិនិត្យមើលវឌ្ឍនភាពការងាររបស់សហគមន៍កសិកម្មអភិវឌ្ឍថ្មីនេះដែលនេះបង្ហាញនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់បងប្អូនកសិករនិងការវិវត្តនៃវិស័យកសិកម្មក្នុងមូលដ្ឋានជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងជំរុញការផលិតកសិផលប្រកបដោយគុណភាពសម្រាប់ទីផ្សារលោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ដែលបានរួមគ្នាពង្រឹងសង្វាក់ផលិតកម្មកាត់បន្ថយការចំណាយនិងបង្កើនប្រាក់ចំណូលតាមរយៈការធ្វើកសិកម្មបែបទំនើបដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចងក្រងសហគមន៍ដើម្បីមានអំណាចក្នុងការចរចាតម្លៃទីផ្សារនិងទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធដែលជាការជំរុញឲ្យកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អដើម្បីធានានូវសុវត្ថិភាពចំណីអាហារនិងឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុកនិងការនាំចេញលោកជំទាវបានណែនាំឲ្យបងប្អូនកសិករត្រៀមលក្ខណៈនិងរៀនបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុដើម្បីធានាថាទិន្នផលនៅតែមានស្ថិរភាពទោះបីក្នុងលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំងឬខ្វះទឹកក៏ដោយ